តបងប្អូនឡើយខ្ញុំមកចែករំលែករបៀបគូសម្ពុតបត់ខាងស្ដាំម្ដងសម្ពុតបត់ស្ដាំយើងត្រូវគូពីស្ដាំហើយមុននឹងគូយើងຕົកគ្នា2លេខដូចខ្ញុំកំពុងតែធ្វើហ្នឹងអញ្ចឹងសម្ពុតនេះចកេះ89យើងត្រូវវាស់ទាំងទី1ហ្នឹងយកចកេះចែកជា2 89ចែកជា2នៅសល់44កន្លះអញ្ចឹងយើងវាស់មកយើងគូចុះ1ដើម្បីទុកធ្វើភ្លីតាគៀកចាបន្ទាប់មកយើងវាស់បន្តទៀតគឺតាគៀកចែកជា2តាគៀកគាត់108ចែកជា2ស្មើនឹង54អញ្ចឹងយើងវាស់មក54ចាយើងវាស់មក54យើងគូចុះ1ទៀតដើម្បីទុកធ្វើភ្លីតាគៀកមកខាងទៀតបន្ទាប់មកយើងវាស់បន្តទៀតគឺយើងត្រូវវាស់រកទាំងបត់ខាងលើហ្នឹងគឺយើងត្រូវយកជុំវិញចកេះដក10ចកេះគាត់89ដក10នៅសល់79យើងវាស់មក79មកហើយយើងទុកគ្នា2លេខចាព្រោះចកេះគាត់ធំយើងត្រូវដក10ហើយបើយើងអត់ដកទេថងធំពេកពេលគាត់ពាក់ទៅល្មូលខាងមុខអញ្ចឹងខ្ញុំត្រូវដក10ចាបន្ទាប់មកកន្លែងដែលយើងពុះចុះទុកធ្វើភ្លីតាគៀកហ្នឹងគឺចុះ17លេខហើយតាគៀកគាត់108ចកេះគាត់ដល់ទៅ89អញ្ចឹងខ្ញុំជីកភ្លីតាគៀកហ្នឹងតែ4លេខទេដើម្បីទុកឲ្យនៅសល់ជីកភ្លីតាគៀកខាងក្រោយ2ទៀតណាចាខ្ញុំយកតែ4លេខទេហើយចេញពីកន្លែងដែលយើងជីបហើយហ្នឹង10លេខមកយើងគូចុះ1ប្រវែងជា10ទៅ12លេខហ្នឹងបងប្អូនហើយយើងជីប1លេខមកខាង1លេខចាបន្ទាប់មកខាងទៀតភ្លីមកខាងទៅទៀតមកខាងទៀតហ្នឹងគឺយើងចុះ17ដូចគ្នាហើយចេញមកខាង2លេខភ្លី1 4លេខចាព្រោះទៅទៀតគាត់ធំមែនប៉ុន្តែចកេះគាត់ធំដែរហ្នឹងចុះ17លេខដូចគ្នាភ្លី4លេខចាឃើញទេបងប្អូនមើលច្បាស់ណានេះគឺច្បាស់តែម្ដងបន្ទាប់មកគឺយើងចាញ់ពីកន្លែងដែលយើងជីបហើយហ្នឹង10លេខដូចខាងមកខាងទៀតចឹងណាហើយជីប1លេខចឹងដូចគ្នាបន្ទាប់មកយើងបែងរកភ្លីតាគៀកខាងក្រោយអញ្ចឹងយើងត្រូវដឹងប្រវែងចកេះចែកជា2និងតាគៀកចែកជា2យើងជីបរួចហើយយើងវាស់មកឃើញប្រមាណចា44កន្លះហើយយើងយកទៅដកជាមួយ44កន្លះយើងវាស់ឃើញ50បងប្អូនពេលដែលយើងជីបហើយហ្នឹងព្រោះយើងជីបអស់4លេខហើយនៅសល់50អញ្ចឹងយើងគូសទៅសរសេរលេខ50ទុកសិនបន្ទាប់មកយើងវាស់ចែកជា2ចែកជា2ហើយយើងវាស់ចំណុចហ្នឹងចែកជា2ទៀតគូស1ដើម្បីធ្វើភ្លីតាគៀកខាងក្រោយចាខាងនេះក៏ចែកជា2ទៀតដែរបើន័យថាយើងវាស់ពីសងខាងហ្នឹងឃើញ50យើងចែកជា2បន្ទាប់មកយើងចែកជា2ទៀតដើម្បីយើងធ្វើភ្លីតាគៀកចាអញ្ចឹង50យើងវាស់នៅសល់50អញ្ចឹងបងប្អូនត្រូវយក50ហ្នឹងយកប្រវែងចកេះចែកជា2យកមកដកជាមួយ50ហ្នឹងប្រវែងចកេះហ្នឹង89ចែកជា2ស្មើ44កន្លះចាហើយយើងយកមកដក50មកគឺនៅសល់5លេខកន្លះ5លេខកន្លះហ្នឹងយើងត្រូវធ្វើភ្លី2ហ្នឹងឲ្យអស់ទាំងសងខាងហ្នឹងបងប្អូនភ្លី1យើងយក2លេខបន្តិចភ្លី1 2លេខបន្តិចមកបានន័យថាខ្ញុំយកប្រហែលជា7 3លេខភ្លី1ពួក5លេខកន្លះចែកជា2ណាបងប្អូនសេរីស្រង់តាមហ្នឹងទៅពេលដែលយើងដេយើងត្រូវវាស់ដេរួចហ្នឹងឲ្យនៅសល់ស្មើនឹង44កន្លះមកត្រូវហើយបងប្អូនហ្នឹងហើយភ្លី1 7 3លេខពួក5លេខហ្នឹងយើងបែងធ្វើភ្លី2ឥឡូវយើងគូសមកចាឥឡូវសពុតនេះបានភ្លីតែ2ទេខាងក្រោយយើងដកទៅនៅសល់តែ5លេខកន្លះអញ្ចឹងបងប្អូនរួចរាល់ហើយអរគុណច្រើនសូមជួយ follow ហើយនិង subscribe channel YouTube ខ្ញុំមួយផងឈ្មោះសុំសាវលីកាត់ដេដូចគ្នាអញ្ចឹងដូចក្នុង page ដែរបងប្អូនជួយ subscribe ក្នុង channel YouTube ផងពីព្រោះខ្ញុំផុសនៅក្នុង YouTube ដែរ